សួស្តីបងប្អូនអរគ្នាថ្ងៃនេះ admin ចង់មកបង្ហាញពីនេះចំណុចកន្លែងនេះថាចំណុចហ្នឹងគេប្រើសម្រាប់អីគេហើយ function វាអីគេទៅអញ្ចឹងតោះមើលមកទាំងអស់គ្នាឥឡូវឧទាហរណ៍ទៅ admin មានអក្សរបែបនេះ admin ចង់បញ្ចូល2 port 3 port អីតាមចិត្តខ្ញុំដើម្បីគូ section អីចឹងទៅឧទាហរណ៍ឡើយខ្ញុំចង់បែងចែកជា2 port អីចឹងចង់បែងចែកជា2 port អញ្ចឹងខាងនេះព្រីកព្រមបានខាងនេះក៏ព្រីកព្រមបានអញ្ចឹងនឹងគឺវានៅកន្លែងនេះបងប្អូនចុចកន្លែងនេះមកបងប្អូននឹងឃើញពាក្យថា restore view បងប្អូនចុចទៅវានឹងចេញដល់តែ4ប៉ុន្តែអត់ចង់បានបែបហ្នឹងវាមើលទៅឲ្យញ៉ៃពេក view list បងប្អូនចុចកន្លែង view list ហើយតាមចិត្តបងប្អូនមានន័យថានេះ two port vertical អញ្ចឹងមានន័យថា port ខាងនេះមួយហើយបែងចែកដោយ line កណ្ដាល two port horizontal អញ្ចឹងមានន័យថាវាបែងចែកតាម line នេះបែងចែកលើក្រោមបាទនេះ three right មានន័យថាខាងបែងចែកវាអាធំនេះមួយនេះ3អញ្ចឹងទៅណាឥឡូវដាក់ aperture មុនគេបែងចែកឥឡូវខ្ញុំចង់ធ្វើការងារអីបដូចខាងនេះអញ្ចឹងទៅបដូចខាងនេះឬក៏ចង់មើលការកែកុន copy ធ្វើមកខាងទៀតអីចឹងអាហ្នឹងបងប្អូនបើសិនជាបងប្អូនគូ section detail ឯងបងប្អូននឹងយល់ថាវានឹងប្រើបែបម៉េចចឹងណាចុះឥឡូវខ្ញុំចង់បានលើក្រោមវិញខ្ញុំចង់បានចឹងខ្ញុំចង់បានលើ port រហូតវិញចឹងឡើង new list horizontal បែងចែកលើក្រោមឃើញអត់ប៉ុន្តែលើក្រោមមើលទៅដូច space តិចជាង vertical horizontal new horizontal ហើយមួយទៀតតើទៅហៅឥឡូវខ្ញុំមាន section មួយច្រើនណាស់ខ្ញុំចង់បាន3តែចង់បានខាងស្ដាំធំខាងស្ដាំអូអានេះធំខាងស្ដាំចង់បានធំវិញឆ្វេងត left អាចស៊ុំដោយមិនបាច់ប៉ះពាល់អីប៉ុន្តែពេលយើងលុបវាហើយយើង select ដែរប៉ុន្តែយើងអាចមាន port ច្រើនក្នុងការព្រីកប្រូអញ្ចឹងអាហ្នឹងបើបងប្អូនធ្វើការងារ section detail គូ detail របស់ system អាហ្នឹងបានបងប្អូនយល់ថាប្រើអាហ្នឹងទៅវាមានប្រយោជន៍ណាវីដេអូនេះគឺខ្ញុំចង់ប្រាប់ពីប៉ុណ្ណឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបងភ្លេចជួយចុច like និង share page ក៏ដូចជា subscribe នៅក្នុង channel YouTube នៅក្នុងតាមរយៈ link នៅក្នុង description ខាងលើអរគុណច្រើន